កន្លែងខ្ញុំនេះជាកន្លែងលំដាប់ខ្ពស់មិនមែនសម្រាប់ប្រភេទនាងខ្ញុំមកទិញផ្ទះសូមស្វាគមន៍កូនប្រុសស្រីចង្រៃនោះមិនមកក៏ហក់ពួកយើងទីដឹងម៉ាក់ទុកចិត្តចុះខ្ញុំយកច្បាស់ទៅទិញឡាននាងថាចង់ទិញផ្ទះប្រកាសជាទិញហើយ Baby សៀយឿនមិនបានចូលមកបងថាស្រីចាំម្នាក់នោះចង់ទិញផ្ទះឲ្យខ្ញុំប្រកាសជាត្រូវមកមើលហើយសៀយឿនណាអូនទុកចិត្តចុះចាប់ដល់ពេលគេទិញផ្ទះឲ្យបងហើយពួកយើងរៀបការលើថាពេលនេះបងជាប្រធានផ្នែកធនធានមនុស្សក្រុមហ៊ុនហិរញ្ញវត្ថុទី1ដែលឌីអត់កុហកខ្ញុំទេប៉ាឯងសុំវប្រកាសហើយប៉ាខ្ញុំជាអ្នកជំនួយសហការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុទី1ខ្ញុំឲ្យគាត់ណែនាំណានសៀងគាត់ថារៀនពិបាកបន្តិចតែពេលនេះមើលទៅដូចជាបានជោគជ័យហើយខ្ញុំថាហើយជីងឡានចិញ្ចឹមជ្រូកនោះមានសមត្ថភាពមកពីណាការពិតសៀយានជួយសងហេសៀយានណាអូនទុកចិត្តចុះចាំគេទិញផ្ទះឲ្យបងរួយហើយបងនឹងទាត់គេចោលទៀតបានហើយអេកូនប្រុសមើលណក់គេមកហើយសៀយានណាអូនចូលទៅខាងក្នុងសិនទៅកូនប្រុសឯងមើលទៅជីរមាក់កញ្ចាស់មក